ភាពខុសគ្នារវាង Whoop និង Google Fitbit តែម៉ាយ៉ានឹងឃើញបងមកឲ្យពួកយើង set up ឲ្យច្រើនខ្លាំងមែនតើមិនថា Whoop ឬក៏ Google Fitbit ទេតាមពិសេសអ្នកលក់ផ្ទាល់ Whoop គឺភ័របានលឿនជាង Google Fitbit បងប្រើពេលតែ2ទៅ3នាទីឯងគឺភ័រជាប់ចំពោះ Google Fitbit វិញណាបងត្រូវតែភ័រថាបងភ័រខ្លួនឯងឬក៏យកមកដល់ហាងឲ្យពួកយើងភ័រឲ្យឯងយ៉ាងហោចណាស់ក៏5ទៅ7នាទីដែរទៅលើទូរស័ព្ទបងដែរថាភ័រ Bluetooth ហ្នឹងមួយនាទីចឹងណាបងប៉ុន្តែជាទូទៅគឺ5ទៅ7នាទីជាភ័រលឿនមែនប៉ុន្តែត្រូវសាំញ៉ាំទៅលើការដាក់វីសាកាតចូល Fitbit វិញមកតម្រូវដាក់វីសាកាតចូលទៅគឺគាត់តែ log in ជាមួយនឹង Google ទៅគឺបានហើយហ្នឹងគឺបងយើងមក set up Whoop ហើយនឹង Google Fitbit ច្រើនពណ៌ខ្លាំងមែនតើគឺមានទាំងពណ៌ limited edition ខ្មៅក្រហមឬក៏ខៀវហើយនៅពេលដែលបងកំងពីខាងយើងភ្លាមគឺយើងនឹងដាក់កំងនៅក្នុង website ជូនបងភ្លាមមកពេលខ្លះអវ៉ាន់ត្រូវ delay ដោយសារតែខាង website គឺគេអស់សាមរេចមួយបងគឺថាបើ refund មកខាងយើងវិញខ្លាំងមែនតើរំតបានលុយ refund មកវិញហ្នឹងយ៉ាងហោចណាស់ក៏2អាទិត្យដែរលោកត្រូវយកលុយខ្លួនឯងដើម្បីទៅកំងទិញនៅ store ផ្សេងជូនបងដែលគាត់ចាំយូរពួកយើងក៏សូមអធិស្ឋានដែរពួកយើងនឹងព្យាយាមកំងអស់លទ្ធភាពជូនបងពួកយើងនឹងដាក់ជូនបងម្ដងម្នាក់ហើយពេលខ្លះបងកំង10នាក់ពួកយើងអាចឲ្យតែ5នាក់សិនទេហើយអ្នក5នាក់ទៀតគឺត្រូវតែចាំហើយក៏មានការ delay ធ្វើឲ្យ slow ឲ្យបានជូនបងខ້ອຍៗទៀតសូមអធិស្ឋានផងណាបង